bà phổ dương ở ai chưa một hang trao một hang đời dương nè vì thì chayแต่ តាម Facebook ក៏មកកើតដែរណាបាទអូខេអញ្ចឹងយើងសូមធ្វើការ call ទៅកាន់គាត់ដើម្បីជួបជាមួយនឹងគាត់ផ្ទាល់តែម្ដងហើយបើអ្នកនរគ្នាមានសំណួរឬក៏ចម្ងល់អីអាច comment សួរបានបាទត្រូវហើយដោយសារពេលដែលបាននិយាយទូរស័ព្ទមួយគាត់ផ្ទាល់អញ្ចឹងវានឹងមានអីឲ្យអ្នកទាំងអស់គ្នាស្ដាប់លើសពីវីដេអូដែលយើងឃើញប្រហែលថ្ងៃហ្នឹងមកយើងអាចសួរគាត់ពីអាចនិយាយទៅឬគោលបានច្រើនជាងហ្នឹងឥឡូវយើងដាក់វីដេអូបងអូនស្រីនេះឬក៏បងស្រីនៅនេះសិនទៅហើយយើងនឹង call ទៅកាន់បងប្រុសទាំងអស់គ្នាហើយអ្នកទាំងអស់គ្នាកុំភ្លេច share ឬក៏មួយ comment សិនមិត្តភ័ក្តិឲ្យបានចូលស្ដាប់ទាំងអស់គ្នាទៅណាបាទតន់ពេលតន់វេលាណាត្រូវឥឡូវជំរាបសួរបងបាទជំរាបសួរបងខ្ញុំអតិកាបងបាទបងបាទជំរាបសួរបងសុខសប្បាយបាទសុខសប្បាយបងសុខសប្បាយមិនដែរបងធូរខ្លាំងនៅបងបាទហើយបាយអើយអាការៈដូចជាដោះស្រោមមិញឥឡូវកំពុងគួយញ៉ាំបបរបងបបរសឈឺអីគេណាបងដូចជាដូចអស់កម្លាំងវិលមុខមើលអាចសម្រាប់អត់គ្រប់គ្រាន់គេងលក់អីធម្មតាអត់បងបាទគេងធម្មតាប៉ុន្តែដោយសារប្រហែលថ្ងៃនេះผมមានញឹកដោយសារជាប់យកគ្នាតាមខេត្តអញ្ចឹងណាបងបងនៅបកបអាជីវកម្មធម្មតាដែរទេណាបាទបងបាទស្មានតែបាក់លោមឈឺបាក់ចេញពីផ្ទះហើយអូខេបងអញ្ចឹងដោយសារមានចម្ងល់ជាច្រើនដែលតាក់ទងជាមួយនឹងវីដេអូដែលបងបានបង្ហោះនៅលើបណ្ដាញសង្គមហើយយើងកម្មវិធីរបស់យើងក៏ចង់មកបកស្រាយឲ្យបានដឹងថាសាច់រឿងហ្នឹងវាកើតឡើងពីបែបណាបងធ្វើដំណើរទៅណាហើយជួបហេតុការណ៍បែបណាខ្លះអាចចែកម្លែកឲ្យពុកម៉ែបងប្អូនយើងបានដឹងខ្លះបានទេបងបាទបងបានអូខេបងជើញពីដំបងឡើយមកហ្មងណាបងបាទបងបាទអូខេអញ្ចឹងបងហេតុការដំបងហ្នឹងខ្ញុំចេញពីភ្នំពេញមកក្រុងប្រទេសនោះដោយសារតែឯកឡានទិញទឹកសុទ្ធញ៉ាំអញ្ចឹងទៅក៏បានឃើញនារីម្នាក់ឈរនៅមុខពេទ្យដល់ពេលចៃដិននៅពេលហ្នឹងមេកំពុងតែរកភ្លៀងឃើញនារីហ្នឹងឈរនៅក្រោមដើមបលទឹកបារាំងមេកំពុងតែរកភ្លៀងខ្ញុំបើកឡានទៅដល់ទៅវានេះនាងក៏បានបោះដៃហៅឡានខ្ញុំបន្ទាប់មកខ្ញុំក៏ទម្លាក់កញ្ចក់ចុះខ្ញុំសួរថាដល់ណានាងក៏ឆ្លើយថាខ្ញុំសុំដោយសារទៅមុខផងបន្ទាប់មកខ្ញុំនឹកឃើញថាបងស្រីគេបងស្រីយើងបងស្រីគេបងស្រីយើងក៏មាននឹកឃើញថាមានចិត្តមួយអាណិតអញ្ចឹងក៏បានថាឲ្យនាងចឹងឡើងមកលឿនមកដល់ពេលឡើងមកលើឡានខ្ញុំក៏បានមកសួរទៀតនាងទៅដល់ណានាងក៏ឲ្យមុខថាទៅមុខពូហើយដល់ពេលអញ្ចឹងខ្ញុំក៏អត់បានចាប់អារម្មណ៍ទៀតដែរខ្ញុំក៏បើកឡានទៅមុខគ្រាន់តែឡើងលើឡានព្រាមមើលទៅនាងដូចជាបាត់ងងុយអញ្ចឹងក៏បានគេនៅលើកៅអីឡានហើយដល់ពេលអញ្ចឹងទៅគេនៅលើរហូតគេលើកៅអីលើឡានរហូតបន្ទាប់មកដល់កន្លែងខួបតាទាំងកន្លងហ្នឹងនាងក៏ឲ្យខ្ញុំឈប់ពូដល់ផ្ទះខ្ញុំហើយខ្ញុំដល់ពេលហ្នឹងខ្ញុំក៏បានឈប់ខ្ញុំសម្លឹងមើលទៅខាងដូចអត់មានឃើញផ្ទះទេឃើញសិតតែព្រៃនាងក៏ឲ្យខ្ញុំបាត់ឡានចូលទៅក្នុងព្រៃហើយកន្លែងហ្នឹងដូចជាអត់មានឃើញផ្ទះទេឃើញតែផ្លូវម៉ូតូហើយនឹងផ្លូវកង់អតេសខ្ញុំក៏អត់អស់ចិត្តខ្ញុំថាខ្ញុំអត់ហ៊ានឈប់ទេអត់ហ៊ានឈប់ខ្ញុំក៏បើកភ្លើងកដាលមើលឃើញទម្លាក់សក់ហើយបើកភ្លើងឡើងធំហើយស្លឹងមើលទៅខោទៅឈាមស្លឹងមើលទៅខោឃើញចិត្តទៅឈាមដល់ពេលអញ្ចឹងខ្ញុំក៏បើកឡានរត់ដល់ពេលអញ្ចឹងទៅនាងក៏លូកដៃស្បាច់កខ្ញុំបន្ទាប់ដល់ពេលនោះខ្ញុំភ័យខ្លាំងមែនទែនដៃមកខាងបតែបន្ទាប់ជាមួយនឹងនាងហើយនឹងដៃមកខាងទៀតកាន់ពីកូតឡានអារម្មណ៍ដល់ពេលហ្នឹងបើសិនជាខ្ញុំទប់ស្មារតីអត់ជាប់ប្រហែលអាចនឹងគ្រោះថ្នាក់ឡានមកពីមុខធំទៀតហើយគាត់ភ័យមែនទែនបតែបន្ទាប់ជាមួយនាងបដាបើកឡានបដាបន្ទាប់មកចូលនៅក្នុងការ៉ាសាំងឲ្យបងជួយជុំផងដល់ពេលនោះខ្ញុំក៏បានរត់ចោលឡានដល់ពេលអញ្ចឹងទៅខ្ញុំស្រែកឲ្យអ្នកចាក់តាំងនោះចេញមកជួយអ្នកដែលទៅមើលកន្លែងឡានហ្នឹងគេក៏បានចេញមកជួយមែនប៉ុន្តែបន្ទាប់មកគេដើរទៅមើលកន្លែងឡានឃើញនាងកំពុងអង្គុយលើឡានទម្លាក់សក់ពីអ្នកដើរទៅដបក៏អត់ចង់ហ៊ានទៅកន្លែងឡានទេថ្មថែម្នាក់ទៀតអ្នកដែលគេទៅជួយខ្ញុំនោះក៏គេងាប់គ្នារត់ដូចតែខ្ញុំរត់ចោលឡានដបងអញ្ចឹង
គាត់នៅចំហាយនេះគាត់បើកទ្វារឡានចេញពីឡានហ្នឹងនាំគ្នារត់ទាំងអស់គ្នាហើយបន្ទាប់មកនាងក៏ដើរចូលទៅក្នុងព្រៃបាត់ទៅហើយព្រៃគៀនក្រាសង្កេតព្រៃកាសាហ្នឹងណាបងរឿងហ្នឹងវាអញ្ចឹងណាបងបាទអញ្ចឹងខ្ញុំមានសំណួរតិចតួចដែរបាទចុះពេលដែលបងគាត់ឡើងឡានដំបងបងគិតថាបងអូនគេបងអូនយើងបងគេបងយើងគឺយើងហៅគាត់ឡើងឡាននេះក្នុងគោលបំណងចង់ជួយគាត់ដោយសារគាត់ស្រីម្នាក់ឯងយើងមានចិត្តចង់ជួយគាត់កុំឲ្យខ្លាចជួបបញ្ហាណាត្រូវទេបាទខ្ញុំមួយអញ្ចឹងណាបងនៅឃើញថាណាមួយយកជ្រៅហើយណាមួយនៅមើលទៅអាការៈដូចជាទៅចេញពីពេទ្យអញ្ចឹងណាបងហើយណាមួយដូចឃើញតែចិត្តមួយចង់ជួយថាអាត្មានេះហើយណាមួយមិនកំពុងភ្លៀងទៀតផ្លេចបន្ទោលមកព្រីអញ្ចឹងណាបងបាទគោលបំណងនោះនឹកឃើញថាគាត់សុំដោយសារទេគាត់បក់ដៃអញ្ចឹងខ្ញុំសួរថាទៅដល់ណាដែរនាងពូអើយខ្ញុំសុំទៅដោយសារផងគាត់និយាយមួយគេទៅអញ្ចឹងណាបងហើយដល់ពេលអញ្ចឹងខ្ញុំនឹកឃើញថាមិនកំពុងតែភ្លៀងឥឡូវហើយគាត់តម្លាក់កញ្ចក់ទៅគាត់បើកទ្វារឡើងមកអញ្ចឹងមានលឿនតិចភ្លៀងឥឡូវហើយឡើងគាត់ដល់នេះភ្លៀងគាត់ឡើងភ្លាមគាត់តម្លាក់ខ្លួនគាត់ចេញលើឡានទៅហើយក៏ខ្ញុំបានសួរទៀតដែរដល់ពេលដល់ពាក់កណ្ដាលផ្លូវគូផ្សារទៅទាំងដល់ហ្នឹងវាមានព្រៃកាសាមួយគាត់ថាដល់ផ្ទះហើយពូដល់ផ្ទះហើយខ្ញុំទៅពេលហ្នឹងចាប់ផ្ដើមព្រឺក្បាលខ្ញាក់ខ្ញុំថាអញអារម្មណ៍ខ្ញុំមិនក៏ថ្ងៃនេះខុសប្លែកពីធម្មតាម្ល៉េះដល់ពេលអញ្ចឹងខ្ញុំអត់ចិត្តខ្ញុំថានាងដល់ណាផ្ទះណាអត់មានទេសិតតែព្រៃហើយនឹងវាលស្រែហ្នឹងមកទីហៀងនេះវាលស្រែមកទីហៀងនេះភ្នំហ្នឹងហើយនឹងសិតតែព្រៃកាសាហ្នឹងឲ្យពូបាត់ឡានចូលទៅមិនកើតអត់ទេពួកឯងបាត់ទៅបាត់ចូលទៅខ្ញុំអត់ចិត្តខ្ញុំបើកភ្លើងកដាលទៅទម្លាក់ស្ពក់មកបើកភ្លើងធំលូកដៃច្បាច់កខ្ញុំនៅពេលហ្នឹងគឺខ្ញុំអារម្មណ៍មានបើសិនជាអាយខ្ញុំឈឹងទៅរត់ចោលឡានណាពេលហ្នឹងតែខ្ញុំទុកអារម្មណ៍ជាប់ចឹងណាបងចូលដល់បើកបដាបតែទៅតប់មួយខ្ញុំបដាចឹងទៅរឿងហ្នឹងតែរឿងដំណើរតាមតងពីដើមដល់ចប់ពីអញ្ចឹងបងចឹងពេលដែលគាត់ឡើងមកវិញឡើងមកលើឡានភ្លាមគឺអត់មាននិយាយស្ដីអីគឺគាត់គេងហ្មងបាទគាត់ឡើងមកដំបូងនេះមនុស្សធម្មតាទេបងមនុស្សធម្មតាទេតែដល់ពេលដល់ពាក់កណ្ដាលផ្លូវដូចជាមានអាការៈមួយខុសប្លែកពីមនុស្សធម្មតាអញ្ចឹងណាបងចុះដល់ពេលគាត់គេងហ្នឹងប្រហែលរយៈពេលប្រហែលម៉ោងដែរពេលដែលគាត់គេងហើយបានចាប់ដើមដល់ព្រៃកាសាមួយហ្នឹងគាត់មកនិយាយថាដល់ផ្ទះគាត់ហ្នឹងគាត់ប្រើរយៈពេលប្រហែលគាត់គេងលើឡានហ្នឹងបងគេខ្ញុំឯងទុំជាងកន្លះម៉ោងបងជាងកន្លះម៉ោងហើយជាកន្លះម៉ោងដែរណាចុះដំបូងពេលដែលបងអញ្ជើញគាត់ឡើងឡានចង់ជួយគាត់នេះបងអត់ឃើញថាខោគាត់មានឈាមមានអីកន្លែងហ្នឹងខ្ញុំអត់បានចាប់អារម្មណ៍ទេបងព្រោះនៅឃើញទី1គាត់ធោនៅកន្លែងក្រោមដល់ទឹកប្រាំងនោះមើលកំពុងតែរកភ្លៀងហើយណាមួយអត់មានអីធ្វើដំណើរគាត់សុំទៅដោយសារក៏អត់បានចាប់អារម្មណ៍ថាមានឈាមអត់ឈាមអញ្ចឹងណាបងបាទទៅពេលហ្នឹងអញ្ចឹងហើយដល់ពេលខ្ញុំទៅឃើញថាបងស្រីគេថាបងស្រីយើងបងស្រីគេបងស្រីយើងអត់មានឡានធ្វើដំណើរឬមួយក៏អត់មានម៉ូតូធ្វើដំណើរបន្តទៅមុខអញ្ចឹងណាបងហើយនៅឃើញថាភ្លៀងយប់ហើយចរាយប់ហើយអត់មានអីទៅមុខព្រោះខ្ញុំសុំទៅដោយសារផងនិយាយគាត់និយាយមួយអញ្ចឹងដល់ពេលហ្នឹងអត់ចាប់អារម្មណ៍អត់បើកទ្វារឡានឲ្យគាត់ឡើងមកខ្ញុំសួរថានាងទៅដល់ណាវិញគាត់ឆ្លើយចង្អុលថាទៅមុខគាត់ចង្អុលទៅមុខអញ្ចឹងខ្ញុំក៏បើកឡានមកធម្មតាទៅទៅពេលមកដល់ពាក់កណ្ដាលផ្លូវអត់មានឃើញផ្ទះទេគាត់ឲ្យខ្ញុំឈប់គាត់ថាដល់ផ្ទះហើយពូឈប់នឹងហើយដល់ផ្ទះហើយឲ្យខ្ញុំបាត់ស្ដាំទៅបាត់ដល់ពេលអញ្ចឹងខ្ញុំមិនឃើញថាមានផ្លូវមកវិញណាសិតតែព្រៃហ្នឹងហើយគ្មានផ្ទះមកវិញណាសិតតែភ្នំហ្នឹងតើបងចុះអត់ទេបាទបងបាទចុះសម្រាប់ឃើញគាត់ពាក់អីគេខ្មៅនៅលើស្មាហ្នឹងជាកសែងឬក៏ជាអាវក្រៅរបស់គាត់បងកសែងបងកសែងឡើងដំបូងនោះឡើងដំបូងនោះរុំដល់ភ្នែកទេខ្ញុំលើឃើញថាអញរុំក្បាលអស់ហើយឃើញតែប្រឡោះភ្នែកទៅបឡើងរុំចាទទួលចាបាទរុំរុំយកកសែងខ្មៅនោះរុំណាយកកសែងខ្មៅនោះរុំក្បាលរុំមុខរុំអីទាំងអស់ឃើញតែភ្នែកទេហើយដល់ចម្លែកអញ្ចឹងណាបងហើយបានគាត់ឡើងឡានបងមកបាទបងបាទហើយពេលណាដែលគាត់ដោះអាកសែងនឹងចេញវិញពេលគាត់គេងឬមួយក៏គាត់នៅពីគេងមិនដោះពេលដែលគាត់គេងបងពេលដែលគាត់គេងគាត់ដោះអាកសែងហើយដល់ពេលដែលគាត់ភ្ញាក់ហ្នឹងគាត់ទទួលលើក្បាលបង
បងចុះមុខគាត់ពេលហ្នឹងបែបណាដែលពេលដែលគាត់ដល់អាសែងអញ្ចឹងបើសម្រាប់ពេលដែលបងឃើញផ្ទាល់នោះតើសម្រាប់គាត់គឺស្អាតបាតធម្មតាអត់មានជាអីជាការសង្ស័យទេឬមួយក៏មិនដែរពេលដែលគាត់ដល់អាសែងភ្លាមបាត់ធម្មតាបងស្អាតបាត់ធម្មតាទេដំបូងនោះស្អាតបាត់ធម្មតាទេចុះសម្រាប់អាការៈដែលបែរព្រួលអាការៈដែលបែរព្រួលហ្នឹងគឺមកដល់ពាក់កណ្ដាលផ្លូវដែលពេលគាត់ឲ្យខ្ញុំនឹងឈប់ឡានទួឈប់ឡានដល់ផ្ទះខ្ញុំហើយខ្ញុំមើលទៅស្រីនៅស្ដាំខាងនេះវាលស្រែខាងនេះទៅកាសាខាងនោះភ្នំគាត់ឲ្យខ្ញុំបិទឡានចូលទៅក្នុងភ្នំគាត់ឲ្យខ្ញុំបិទឡានចូលទៅក្នុងភ្នំហើយប្រឡោះហ្នឹងដូចជាមានតែមកប្រឡោះមានតែមកផ្លូវកង់ម៉ូតូហើយនិងផ្លូវអត់ទេដែលអាចបោះចូលទេបើមិនវាឡានតែអាចអត់ចូលកើតទេពួកវាតូចហ្នឹងកូនភ្នំមួយតូចទេណាបងហើយដល់ពេលបន្ទាប់មកខ្ញុំថាអត់ព្រមទេខ្ញុំអត់ចូលទេខ្ញុំក៏បើកអាភ្លើងកដាលមើលទៅភ្លើងធំលូកដៃច្បាច់កខ្ញុំយកតែម្ដងដល់ពេលនោះលូកដៃច្បាច់កយកតែម្ដងហើយដល់ពេលខ្ញុំភ័យណាស់ភ័យមែនទេបាទចុះសម្រាប់ផ្នែកគាត់នេះបងផ្នែករបស់គាត់ហ្នឹងពេលដែលបងថតមកមានអារម្មណ៍ថាអាក្រោមភ្នែកគាត់ដក់ខ្លាំងឬមួយក៏វាដូចប្រឡាក់ឬក៏ស្មៅឬមួយក៏អីឲ្យប្រកបក្រហមបងក្រហមភ្នែកកន្លែងហ្នឹងក្រហមបងក្រហមដក់និយាយទៅក្រហមទាំងពីរម្ដងណាបងជាប់ក្រហមណាបងក្រោមភ្នែកហ្នឹងណាបាទបងក្រោមភ្នែកឬក៏ក្របភ្នែកគាត់បងដែលក្រហមហ្នឹងក្រោមភ្នែកបងក្រោមភ្នែកក្រហមចឹងនិយាយទៅទាំងលើទាំងក្រោមហើយនឹងអាកំពុងភ្នែកកណ្ដាលហ្នឹងក៏ក្រហមនិយាយទៅក្រហមទាំងកោះទាំងពីរហ្មងបងគួរឲ្យខ្លាចហ្មងគួរឲ្យខ្លាចណាបងអូខេចឹងសុំសួរបងបន្ថែមទៀតណាដើម្បីឲ្យគ្នាយើងអស់ចម្ងល់ចុះពេលដែលទៅដល់ក្រាសាំងហើយបងរត់ចេញពីឡានហ្នឹងឆ្លៀតថតបានបន្តិចហ្នឹងហើយដល់ពេលអ្នកនៅហ្នឹងគេនិយាយថាមិនខ្លះដែរសម្រាប់បងដែលគាត់នៅក្រាសាំងហ្នឹងដល់ពេលហ្នឹងគាត់ចូលមកជួយបងគាត់ចូលមកជួយគាត់ថាមានការអីមានហេតុការអីខ្ញុំថាបងមកជួយខ្ញុំតិចមកមានមនុស្សចម្លាយទៅលើឡានខ្ញុំបងជួយខ្ញុំតិចមកមិនដឹងជាខ្មោចឬមួយគាត់ជាមនុស្សទេបងឯងជួយខ្ញុំតិចមកគាត់ក៏បានទូពីរនាក់ហ្នឹងឡើងមកមែនឡើងពីរឹងហើយនឹងទីកន្លែងកម្មាគេស្អីហ្នឹងគាត់តែគាត់អង្គុយហ្នឹងតែគាត់អង្គុយចាក់តាំងហ្នឹងគាត់ក៏ស្ទុះមកពីរនាក់ដល់ពេលអញ្ចឹងទៅគាត់អត់អស់ចិត្តម្នាក់ទៀតដើរទៅទៀតដល់ពេលដើរទៅកន្លែងមាត់វាឡានហ្នឹងគាត់ក៏មានអារម្មណ៍មួយខ្លាចម្នាក់ស្រីនឹងដែរម្នាក់ស្រីនឹងគាត់ទៅចូលមកលើឡានគាត់ដូចជាមានអារម្មណ៍មួយចាញ់ក្រាបគឺចាញ់ក្រាបម្នាក់ស្រីហ្នឹងនាំគ្នាស្ទុះរត់ដល់ទាំងពីរទាំងបីនាក់រត់តែខ្ញុំមិនរត់ទៅអ្នកចាក់តាំងហ្នឹងទៀតរត់ទាំងអស់ហ្មងហ្នឹងហើយបងខ្ញុំសូមបន្ថែមបន្តិចទៀតព្រោះបងប្រាប់ថាពេលដែលបងបើកភ្លើងកដាលហ្នឹងបើកភ្លើងឡានកដាលហ្នឹងបងឃើញគាត់មានឈាមនៅខោតែបងបាទបងឃើញឈាមនៅខោអញ្ចឹងបន្ទាប់ពីគាត់ចុះពីឡានបងនៅក្រាសាំងហ្នឹងចុះពីឡានហ្នឹងគាត់ដើរចូលព្រៃបាត់ហ្នឹងពេលដែលបងលេងភ័យលេងអីមកផ្ទះវិញបងមានបានសង្កេតមើលមានឈាមប្រឡាក់លើពូកលើអីនឹងអត់បងដូចជាអត់មានប្រឡាក់ទេបងអត់មានប្រឡាក់ទេបានន័យថាពេលឃើញឈាមហ្នឹងគឺនៅជាប់ខោគាត់ប៉ុន្តែអត់មានប្រឡាក់អីនៅលើពូកនៅអីទេលឺហ៎បងដាច់ហើយដាច់ Bluetooth បងសុំបន្តិចបងដាច់ Bluetooth សុំបន្តិចបងសុំបន្តិចគ្នាយើងចាំបន្តិចណានឹងដាច់ Bluetooth បន្តិចបាទតាមរយៈ B ម៉ាស៊ីនឈ្មោះអីគេ Pro Rodecaster Pro ខ្ញុំចាប់អារម្មណ៍ថងពេលក្រុមការងារគាត់ជាប់វិញជំរាបសួរបងចំអត់ជាប់ខ្ញុំចាប់អារម្មណ៍ក្រុមការងារអ្នកនៅក្រាសាំងបងសុំបិទបន្តិចហើយខ្ញុំនឹង call ទៅកាន់បងតាមវិញណាបងអូនចេះបាទនិយាយ connect តោះក្រុមការងារជួយតិចដាច់ Bluetooth ខ្ញុំកុំតន់សួរដល់ចុងក្រោយតាមកលៈសិនណាមិញពីចំណុចចាប់ដើមមករហូតដល់ហេតុការណ៍នៅក្រាសាំងអីចឹងយើងសួរក្រាសាំងសិនយ៉ាអូខេកុំប្រឡងតែចឹងអ្នកស្ដាប់គាត់វល់វិវសាច់យើងវល់ដែរណាបងប្អូនទាំងអស់គ្នាដែលទស្សនាកម្មវិធី404 Project
សូមស្ដាប់សាច់រឿងនេះជាការស្ដាប់កំសាន្តនៃព័ត៌មានរន្ធត់មួយណាហើយសូមស្ដាប់ដោយប្រើវិចារណញ្ញាណហើយយើងពីកម្មវិធីយើងអត់វិនិច្ឆ័យថាជាបែបណាទេតែខ្ញុំបើតាមខ្ញុំមើលថាប្រហែលជាគាត់មនុស្សហើយគាត់មានបញ្ហាអីមួយណាហើយប្រហែលជាគាត់ខ្លាចពេលយប់អីចឹងទៅណាអញ្ចឹងបើសិនជាបងស្រីម្នាក់នោះគាត់បានមើលបានទស្សនាកម្មវិធីយើងបានដឹងបានលើដែរបើសិនជាអាចចង់បកស្រាយអីអាចបកស្រាយជាមួយនឹងកម្មវិធីយើងបានដែរណាបាទនៅឈប់ខ្ញុំសូមធ្វើការខលទៅកាន់បងប្រុសស្រីថ្មីបាទបើបានអញ្ចឹងកាន់តែល្អហ្មងហ្នឹងហើយព្រោះយើងអត់ដាច់ខាត់ថាត្រូវវាមិនណាបាទយើងមិនមែនអ្នកសម្រាប់ទេហើយតាក់តងឃើញបងប្អូននៅខមមិនរឿងប៉ិតឬប្រឌិតអាឡូមានសួរបងបាទអាឡូជំរាបសួរបងបាទតោះយើងតស្អីយើងតមិញដល់ណាដែរបងមិញធ្វើក្រាសាំងអត់កាធ្វើក្រាសាំងបាទដល់ក្រាសាំងបងអូខេអញ្ចឹងពេលដែលបងទៅដល់ក្រាសាំងហើយមានមនុស្សបងដែលគាត់ធ្វើការនៅក្រាសាំងមាន2នាក់ទៀតត្រូវទេបងបាទបងបាទហើយតមកគាត់2នាក់គាត់ធ្វើមិនទៅពេលបងបានប្រាប់ថាអូជួយផងគាត់រត់ទៅមើលកន្លែងបងស្រីដែលគាត់នៅខាងស្ដាំដៃនៅទីកុងឡាននឹងឲ្យមិនទៀតបងបាទនៅពេលហ្នឹងគាត់ស្ទុះទៅទៅអឺតមើលដល់ពេលអឺតមើលគាត់រៀងអឺតមើលមកទៅយានពីយានចិត្តដល់កន្លះនាងអង្គុយហ្នឹងគាត់មានអារម្មណ៍មួយថាអត់ចង់ហ៊ានទៅក្បែរនាងទេព្រោះមានអាការៈមួយចាញ់ច្រាបអញ្ចឹងណាចាញ់ច្រាបដូចអារម្មណ៍អោយខ្លាចហ្មងគាត់ឈានជើងដើរចេញម្នាក់មកជំហានមិនហើយដល់ពេលអញ្ចឹងម្នាក់ក្រោយនោះមកស្ទុះមកម្នាក់ទៀតទាំងអស់3នាក់ដើរមកក្បែរគៀនឡានដល់ពេលដើរដល់កន្លែងជិតទ្វារឡាននាងក៏ស្ទុះបើកទ្វារក៏នាំគ្នារត់ទាំងខ្ញុំរត់ទាំងអ្នកដែលគេមកជួយហ្នឹងរត់ទាំងអស់គ្នាទៅបងចុះដល់ពេលពួកបងមានបានភាសាគ្នាបាទបងជាមួយនឹងបងនៅក្រាសាំងហ្នឹងមានបានភាសាគ្នាថាប្រហែលជាមិនអីចឹងណាឬមួយក៏ចង់រត់តាមដើម្បីជួយអីចឹងហ៎មានម្នាក់គាត់ពាក់ក្បាលពិលនៅជាប់ក្បាលតាមរោគដែរតែតាមរោគអត់ឃើញបងគាត់ខ្លាចបងស្រីនឹងមានបញ្ហាអីចឹងណាបាទគាត់ខ្លាចមានបញ្ហាអីអញ្ចឹងណាពួកអីឃើញទស្សនវិជ្ជាហ្នឹងឃើញទាំងអស់គ្នាមិនមែនឃើញតែខ្ញុំទេអ្នកដែលចាក់តាំងហ្នឹងក៏ឃើញហើយដែលគេមកជួយខ្ញុំក៏ឃើញអញ្ចឹងណាបងបាទដល់ពេលអញ្ចឹងគាត់ពាក់ក្បាលដល់ពេលគាត់ពាក់ក្បាលពិលគាត់ពាក់ក្បាលពិលនៅជាប់នឹងក្បាលទៅដើរប្រចាំងរោមើលអញ្ចឹងទៅនាងក៏ដើរចូលព្រៃបាត់អាព្រៃកាសកាហ្នឹងណាបងចូលទៅក្នុងហ្នឹងបាត់ទៅចុះដល់ពេលគាត់ម្នាក់ស្រីហ្នឹងគាត់ចូលពីលើឡានសកម្មភាពគាត់បែបណាដែរពេលដែលគាត់រត់ចុះពីលើឡានណាគាត់របៀបថាបើកទ្វារមករត់ប្រុចហ្មងឬមួយក៏គាត់មានអាកប្បកិរិយាណាដែលបងចំណាំបានកិរិយាដែលពេលគាត់ធ្វើដំណើរទៅហ្នឹងគាត់ដើរធម្មតាហើយក៏យកកសែងរុំក្បាលបងតែហុំពីលើឡានមកឬក៏ចុះដល់ក្រោមហើយបានហុំរុំនៅពេលដែលគាត់ចុះពីលើឡានហ្នឹងតែម្ដងបងបើចុះបដាហុំបដាបើបដារុំបដាបងហើយគាត់ដើរទៅមួយចឹងទៅបងមានបិជើងហ៎បងដើរទៅមួយចឹងណាបងពេលហ្នឹងគាត់មានបិជើងហ៎បងដូចជាអត់ចាប់អារម្មណ៍ផងដើរទៅដូចអត់មានឃើញជើងទេបងនិយាយចំទៅខ្ញុំថាដូចជាមនុស្សពាក់កណ្ដាលដូចជាអបិយជំនឿពាក់កណ្ដាលអញ្ចឹងទៅមកទៅខ្ញុំជឿនិយាយអញ្ចឹងមកទៅព្រោះសកម្មភាពពេលនោះដូចអត់មានឃើញជើងដើរទេអាចភ័យពេកអត់បានចាប់អារម្មណ៍អញ្ចឹងក៏ថាបានណាបងបាទប្រហែលជាបងភ័យពេកមិនអាចចាប់អារម្មណ៍កន្លែងហ្នឹងក៏អាចថាបានណាបងព្រោះសំខាន់ជាក់ស្ដែងហ្នឹងគឺមនុស្សទេបើមិនដឹងតែខ្មោចឬមួយក៏មិនក៏បងរៀនហៅឡើងលើឡានហើយនិយាយត្រង់មកបងចោះសម្រាប់វ័យបងស្រីហ្នឹងបងគិតថាប្រហែលប៉ុន្មានបើមើលតាមទឹកមុខបងអ្នកជួបហេតុការណ៍ជាក់ស្ដែងវ័យហ្នឹងប្រហែលជាខ្ទង់20ទេ20ស្ដើងទេប្រហែលខ្ទង់21 22អីទេ20ស្ដើងទេចុះបងថាខោគាត់ប្រឡាក់ឈាមហ្នឹងតើប្រឡាក់ឈាមកន្លែងណាដែរដោយសារបើមើលតាមវីដេអូនេះពីមុខនេះមើលអត់ឃើញកន្លែងប្រឡាក់តើគាត់ប្រឡាក់កន្លែងណាឈាមដែលបងថាប្រឡាក់ហ្នឹងប្រឡាក់នៅខាងមុខបងប្រឡាក់នៅខាងមុខគាត់ដាក់ដៃបាំងហ៎បាទដាក់ដៃបាំងដាក់ដៃទាំងពីរហ្នឹងបាំងហ៎បងអញ្ចឹងដោយសារក្នុងវីដេអូយើងអត់ឃើញអញ្ចឹងណាបាទយើងព្យាយាមសួរទីតាំងនៃកន្លែងប្រឡាក់ឈាម
ចោះដល់ពេលបងយកទូរស័ព្ទថតណាក្នុងវីដេអូនេះក៏យើងបានលើដែរថាថតខ្ញុំធ្វើអីមិនចឹងអីចឹងណាកន្លែងហ្នឹងខ្ញុំមានអារម្មណ៍ថាខ្ញុំភ័យដល់ពេលបាទអញ្ជើញមកអញ្ជើញបាទដល់ពេលហ្នឹងខ្ញុំមានអារម្មណ៍មួយថាភ័យអញ្ចឹងណាបងជួបផែនការចម្លែកអញ្ចឹងទៅខ្ញុំចង់ថតបើមិនមានបញ្ហាអ្វីមួយខ្ញុំមានផតតាំងតែវីដេអូខ្ញុំបើកចូលក្នុងក្រាស់តាំងអញ្ចឹងណាបងពួកអីខ្លាចទី1បើសិនជាយើងយកយាវមកពេលយប់អញ្ចឹងដូចឃើញថាបើសិនជាដឹកអស់ពោះផ្លូវអញ្ចឹងខ្លាចក្រុមគ្រួសារបងប្អូនគេតាមរកទៅយើងអត់យកគេចូលដល់ផ្ទះអញ្ចឹងហើយឲ្យខ្ញុំយកចូលដល់ក្នុងផ្ទះមិនកើតបើសិតតែព្រៃហ្នឹងឲ្យខ្ញុំមកចូលខ្ញុំអត់ហ៊ានចូលទេហើយណាមួយយកប្រឡប់ទៀតអញ្ចឹងណាបងបាទតាមប៉ាត់គោលបំណងថតនេះគឺខតផោះតាំងដើម្បីការពារខ្លួនបាទព្រោះបើមែនតើបើមនុស្សគាត់មានបំណងអាក្រក់គាត់មានន័យដែលថតដើម្បីទុកម្សល់ផោះតាំងប៉ុន្តែនេះគាត់ថតដើម្បីផោះតាំងដើម្បីការពារខ្លួនទេព្រោះគាត់អត់មានបំណងអាក្រក់ទេចង់ជួយគេតែប៉ុណ្្នឹងឯងដោយសារដឹងហើយថាគាត់ជិះទៅដល់ផ្ទះក៏យើងអត់យកលុយដែរត្រូវ